លហេតុដែលអ្នកហាត់ប្រាណចូលចិត្តទទួលទានទ្រូងមាន់តើហេតុអ្វីបានជាសាច់មាន់ត្រូវបានគេយកមកញ៉ាំសម្រាប់អ្នកហាត់ប្រាណអញ្ចឹងថ្ងៃនេះអ្នកនឹងបានស្គាល់ពីមូលហេតុ3យ៉ាង1ជាអាហារសម្បូរប្រូតេអ៊ីនសាច់មាន់មានប្រូតេអ៊ីនល្អៗជាច្រើននៅពេលដែលគេហាត់ប្រាណយកសាច់ដុំគេត្រូវបំពេញប្រូតេអ៊ីនឲ្យបានច្រើនទៅដល់សាច់ដុំក្រៅពីសំខាន់សម្រាប់សាច់ដុំហើយនោះរាងកាយក៏ត្រូវការប្រូតេអ៊ីនដើម្បីផលិតអរម៉ូនប្រូតេអ៊ីនថែមទាំងសំខាន់សម្រាប់រក្សាសុខភាពសក់ក្រចកនិងស្បែកគួរឲ្យកត់សម្គាល់2ទប់ស្កាត់ជំងឺពុកឆ្អឹងវាជាការពិតដែលជាតិកាល់ស្យូមគឺចាំបាច់ណាស់សម្រាប់ពង្រឹងសុខភាពឆ្អឹងហើយរាងកាយក៏ត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ផងដែរដើម្បីរក្សាសុខភាពឆ្អឹងរឹងមាំអ្នកក៏គួររួមបញ្ចូលអាហារដែលសម្បូរប្រូតេអ៊ីនដូចជាសាច់មាន់ទៅក្នុងរបបអាហាររបស់អ្នកជាតិខ្លាញ់ទាបនៃសាច់មាន់ក៏មិនអាចធ្វើឲ្យអ្នកកើនទម្ងន់ដែលមិនល្អសម្រាប់ឆ្អឹងនិងសន្លាក់ដែរម្យ៉ាងទៀតសាច់មាន់ក៏មានផ្ទុកជាតិរ៉ែផូស្វ័រដែលសំខាន់សម្រាប់ពង្រឹងសុខភាពឆ្អឹងនិងធ្មេញ3ជំរុញការដុតខ្លាញ់តើអ្នកកំពុងព្យាយាមសម្រកទម្ងន់ដែលលើសមែនទេងាយណាស់កុំភ្លេចរួមបញ្ចូលសាច់ទ្រូងមាន់ទៅក្នុងរបបអាហារប្រចាំថ្ងៃសាច់មាន់ជាប្រភពដ៏ល្អនៃប្រូតេអ៊ីននិងវីតាមីន B6 ដែលផ្ដល់ថាមពលបន្ថែមព្រមទាំងពន្លឿនការដុតរំលាយអាហារសាច់មាន់ជួយឲ្យឆាប់ឆ្អែតជៀសផុតពីការទទួលទានហួសកំណត់